បាទសួស្តីអ្នកនរគ្នានេះគឺជាសូឡាចល័តដែលយើងបត់យួរបានដូចជាកាបូបយើងងាយស្រួលចល័តបំលាស់ទីបានគ្រប់ទីកន្លែងអញ្ចឹងកន្លែងណាដែលមានពន្លឺថ្ងៃគឺយើងអាចផលិតអគ្គិសនីបានជាមួយនឹងសូឡាចល័តមួយនេះហើយវាមានខ្សែ connect មកជាមួយស្រាប់តែម្ដងដែលយើងងាយស្រួលក្នុងការដំឡើងចាំមានត្រូវការបច្ចេកទេសទេយើងលាហាថ្ងៃយើងដោត direct យកតែម្ដងអញ្ចឹងវាផលិតអគ្គិសនីដោយស្វ័យវត្តចូលក្នុង power station មួយនេះហើយមួយនេះគឺវាមានថាមពលវា2400វ៉ាត់ដែលយើងអាចប្រើបានច្រើនឧបករណ៍តែម្ដងហើយការប្រើប្រាស់វិញគឺយើងងាយស្រួលទេអត់ចាំបាច់រញ៉េរញ៉ៃឡើយហើយយើងអាចតថ្មថែមបានមួយគ្រាប់ទៅពីរគ្រាប់ទៀតហើយថ្មមួយមានថាមពលផ្ទុក3គីឡូវ៉ាត់ម៉ោងអញ្ចឹងបើយើងថែមថ្ម2វាសរុបទាំងអស់បាន8គីឡូវ៉ាត់ម៉ោងដែលយើងអាចប្រើនៅក្នុងផ្ទះយើងបានជាពិសេសជាមួយម៉ាស៊ីនត្រជាក់អីយើងអាចប្រើបានយូរម៉ោងដែរវាបាន8ទៅ9ម៉ោងឬ10ម៉ោងឯងវាអាស្រ័យទៅតាមការយើងបើកតិចឬបើកច្រើនអញ្ចឹងយើងមានឈុតនេះហើយគឺយើងងាយស្រួលចល័តបំលាស់ទីយើងប្រើដោយមិនបាច់បច្ចេកទេសទេយើងចល័តបំលាស់ទីបានគ្រប់ទីកន្លែងហើយយើងមានម៉ូតផ្សេងទៀតនេះ1008វ៉ាត់អញ្ចឹងវាអាចប្រើបានម៉ាស៊ីនត្រជាក់ដូចគ្នាប៉ុន្តែវាតថ្មបានថែមតែមួយគ្រាប់ប៉ុណ្ណោះអញ្ចឹងវាប្រើបានដូចគ្នាប៉ុន្តែវាមានរុនវាចេញដល់3ដែលយើងអាចប្រើបានច្រើនឧបករណ៍ក្នុងពេលតែមួយហើយមួយនេះវា2400វ៉ាត់វាអាចថែមថ្មបាន2គ្រាប់ទៀតអញ្ចឹងសរុបវា8គីឡូវ៉ាត់ម៉ោងដែលអាចប្រើបានស្ទើរពេញមួយផ្ទះតែម្ដងឬក៏ហាងកាហ្វេអីហើយតូចវិញក៏យើងមានដែរជាកម្លាំងតូច6វ៉ាត់1200វ៉ាត់ដែលអាចប្រើកង្ហារឬក៏ឧបករណ៍អេឡិចត្រូនិកផ្សេងអញ្ចឹងឧបករណ៍អេឡិចត្រូនិកដូចដ្រូនកុំព្យូទ័រយើងប្រើបានហើយការប្រើប្រាស់យើងមិនថាក្នុងក្រៅគឺយើងប្រើបានដូចគ្នាអញ្ចឹងបុកស្វានអាកាត់យើងបានដូចគ្នាទាំងអស់ហើយបើសិនបើដាច់ភ្លើងនៅតាមផ្ទះឬហាងកាហ្វេអីយើងមានមួយនេះគឺយើងជួយសម្រួលការងារយើងបានច្រើនហើយសម្រាប់អ្នកដែលចូលចិត្តកំសាន្តបោះតង់ចល័តបំលាស់ទីផ្សេងយើងអាចសាកពីសូឡាក៏បានយើងសាកពីឡានបានទៀតជាងយើងងាយស្រួលចល័តបំលាស់ទីកំសាន្តបោះតង់នៅទីចិត្តទីឆ្ងាយដែលត្រូវការចាំបាច់អគ្គិសនីប្រើប្រាស់បាទសូមអរគុណ